Ok, xóa có một cái channel bảo nhầm sang chữ mấy trong ngày ní nhầm miền topic nằm bởi chữ chơi tệ tông cho mùi nâng cho nội pram giang đài mong riêng nhôm nơi nông bê nhôm mà dù một phải năm màu nâng ngày muốn chấp đám nhôm sơn mới ní nhôm bàn an article mùi mình ca chấp rằm chẳng hạn nhôm trọng chạy lệ chứ nâng ngày article ní clay bần tay với chia xa mùi đài về để nhóm an tới vì ai dương miền cả kịch ai dương realize nơiក្នុងគំនិតមួយចំនួនណាអូខេចឹងខ្ញុំអានឲ្យស្ដាប់ហ្នឹងហើយចឹងក្នុងនោះគេនិយាយថាជាភាសាអង់គ្លេស You keep fighting the same battle if you keep making the same mistakes បានន័យថាយើងព្យាយាមទៅវាយអានោះយើងសម័យក្នុងជីវិតរបស់យើងវាជាសង្គ្រាមអីចឹងចោះហ្នឹងហើយយើងព្យាយាមវាយយើងទៅធ្វើសង្គ្រាមនឹងដដែលហើយយើងនៅតែធ្វើកំហុសហ្នឹងគឺខុសដដែលហើយដដែលទៀតធ្វើឲ្យយើងជួបនឹងបញ្ហាហ្នឹងដោះស្រាយម្ដងហើយម្ដងទៀតចឹងណាហើយដល់ចម្លើយគេថា the key is to study your defeats like a general studies lost battles បាទន័យថាដំណោះស្រាយហ្នឹងគឺជាកូនសោរដែលដំណោះស្រាយវាហ្នឹងគឺយើងត្រូវតែសិក្សាអំពីហេតុអីហ្នឹងហើយបានយើងចាញ់សង្គ្រាមហ្នឹងហើយគេប្រៀបធៀបទៅដូចក្នុងសមរភូមិជាក់ស្ដែងយ៉ាងនៅពេលដែលសម័យមុនណាចង់និយាយថានៅពេលដែលយើងចាញ់គេធ្វើសមរភូមិអីមួយដល់ពេលគេចាញ់គេទៅសិក្សាពីសមរភូមិនោះថាតើហេតុអីបានយើងចាញ់ហ្នឹងហើយអញ្ចឹងគេមានកំហុសខ្លះនៅក្នុងហ្នឹងដើម្បីគេជួបបញ្ហាហ្នឹងលើក្រោយឬក៏មួយគេធ្វើអីលើក្រោយគឺវាអាចអភិវឌ្ឍបានយ៉ាងល្អជាងធម្មតាអានោះវាប្រៀបធៀបក្នុងជីវិតរបស់យើងហើយមួយក៏អាចនិយាយបានថាប្រៀបធៀបទៅក្នុងការងារអីផ្សេងដែលយើងធ្វើចឹងហ្នឹងហើយនៅពេលដែលយើងជួបបញ្ហាអីមួយអញ្ចឹងទៅពេលខ្លះវាដូចជាសង្គ្រាមហ្នឹងសង្គ្រាមជាមួយខ្លួនឯងក៏ដោយឬមួយក៏សង្គ្រាមជាមួយនឹងបរិវេណជុំវិញខ្លួនជាមួយមនុស្សដែលយើងធ្វើការជាមួយក៏ដោយអញ្ចឹងពេលខ្លះយើងធ្វើអាហ្នឹងដដែលទៅយើងជួបនឹងបញ្ហាហ្នឹងដដែលអត់ចេះចេញផុតពីវាហើយមានអារម្មណ៍ថាយើងហេតុអីបើយើងជួបអាហ្នឹងអញ្ចឹងរហូតអញ្ចឹងណាហ្នឹងហើយអញ្ចឹងនៅក្នុងយុទ្ធសាស្ត្រសមរភូមិគឺគេធ្វើអញ្ចឹងនៅពេលដែលគេជួប issue ជួបបញ្ហាដែលគេប្រឈមមុខហ្នឹងគឺគេត្រូវសិក្សាពីបញ្ហាហ្នឹងថាតើហេតុអីបានបញ្ហាហ្នឹងកើតឡើង in the first place បាទថានៅចាប់ផ្ដើមពីណាមកគេទៅជីកកកាយយកឬគល់របស់វាហើយយើងដោះស្រាយឲ្យត្រូវនឹងបញ្ហានៅពេលយើងជួប issue ហ្នឹងលើក្រោយយើងអាច avoid នៅបញ្ហាហ្នឹងបានអញ្ចឹងណាហ្នឹងហើយអញ្ចឹងក្នុងនេះគេថាឲ្យយើង reflect គេមានចំណុច3 maybe ហ្នឹងហើយប្រហែលទី1គឺ react the same way to criticism បានន័យថាយើងការឆ្លើយតបរបស់យើងហ្នឹងទៅលើ criticism បានន័យថាការឆ្លើយតបទៅលើការប្រឆាំងការឆ្លើយតបនឹងមតិអវិជ្ជមានឬមួយក៏ការឆ្លើយតបនឹងអីក៏ដោយដែលវាមើលវាអត់ល្អមកលើយើងណានឹងឲ្យការជះឥទ្ធិពលឆ្លើយតបទៅវិញហ្នឹងយើងឆ្លើយតបដដែលនៅពេលដែលយើងជួបបញ្ហាហ្នឹងគឺយើងដឹងថារឿងហ្នឹងកើតឡើងអញ្ចឹងយើងដឹងថាអញ្ចឹងឧទាហរណ៍ថាគេយើងឃើញពីណាគេប្រាប់យើងអីមួយហ្នឹងហើយយើងចេះថាឆ្លើយតបកំហឹងទៅវិញអីចឹងទៅចឹងហ្នឹងវាជាបើថារបៀបដែលយើងឆ្លើយតបហ្នឹងគឺដដែលហ្នឹងហើយចឹងទៅយើងជួបបញ្ហាដដែលទី2គេនិយាយថា fall for the same distractions ហ្នឹងហើយបើន័យថាយើងធ្លាក់ទៅក្នុងការវិវត្តអីមួយចឹងណាហ្នឹងហើយយើងឧទាហរណ៍ថាយើងចង់ហាត់ប្រាណដើម្បីស្រកគីឡូចុះឧទាហរណ៍ហ្នឹងហើយប៉ុន្តែយើងដឹងហើយថាយើងញ៉ាំរបស់ដែលមានជាតិស្ករច្រើនអញ្ចឹងទៅវាធ្វើឲ្យប៉ះពាល់ជាមួយនឹង goal របស់យើងហ្នឹងប៉ុន្តែនៅពេលដែលយើងទៅណាទៅអីចឹងទៅយើងឃើញថាអូអាហ្នឹងរបស់ថ្មីរបស់ឆ្ងាញ់របស់ចូលចិត្តដូចថាយើងទៅញ៉ាំឆុកសូកូឡាអញ្ចឹងចុះហ្នឹងហើយយើងឃើញសូកូឡាយើងចង់ញ៉ាំសូកូឡាប៉ុន្តែយើងអត់មានយើងឲ្យតែឃើញសូកូឡាយើងទៅញ៉ាំសូកូឡារហូតអញ្ចឹងអាហ្នឹងហើយដែលវាចង់និយាយថា the same distraction មានថាឃើញអាហ្នឹងចេះតែចង់រកវាទៅគឺធ្វើឲ្យអាគោលដៅរបស់យើងហ្នឹងបញ្ហាដែលយើងប្រឈមមុខហ្នឹងគឺអត់បានលទ្ធផលអញ្ចឹងវាជួបវិលទៅវិញទៅហាត់ប្រាណទៅខំប្រឹងតមនេះតមនោះទៅតែពេល distraction ហ្នឹងគឺទៅញ៉ាំសូកូឡារហូតឬក៏ញ៉ាំ
score ទឹកកឡុកអីចឹងទៅរហូតដែលមានជាតិ score ខ្ពស់ហ្នឹងគឺវាឲ្យអាជីវិតយើងហ្នឹងវិលទៅវិលមកគោលដៅយើងនៅហ្នឹងរហូតអត់ទៅណាចំណុចទី3គេថា sabotage yourself in predictable ways បើន័យថានៅពេលដែលយើងចង់និយាយថាយើងតែងតែធ្វើឲ្យខូចនៅអា process ឬក៏ដែលផ្លូវដែលយើងកំពុងតែរៀបចំថាទៅដល់គោលដៅដែលយើងរៀបចំទៅដល់ហ្នឹងណាវាជាយើងនិយាយទៅឧបមាថាយើងចង់ស្រកគីឡូចុះខ្ញុំឧទាហរណ៍ស្រួលយល់ក្នុងកីឡាថាយើងចង់ស្រកគីឡូ5គីឡូចុះស្រាប់ដល់ពេលយើងតែងតែទៅធ្វើស្រកគីឡូបាន3គីឡូ4គីឡូ3គីឡូ1គីឡូយើងចិត្តដល់ហ្នឹងហើយប៉ុន្តែតែងតែមានអីមករបៀបថាយើងនឹងធ្វើខ្លួនឯងឲ្យខូចអាហ្នឹងខ្លួនឯងខ្ញុំចង់និយាយចឹងណាយើងទៅអូខ្ញុំចិត្តដល់គោលដៅខ្ញុំអញ្ចឹង maybe យើងទៅ celebrate ទៅធ្វើនេះទៅធ្វើនោះអញ្ចឹងទៅយើងភ្លេចនៅអាគោលដៅចំហដែលយើងធ្វើហ្នឹងហើយហ្នឹង predictable ថាយើងតែងតែស្មានធ្វើរហូតនឹងឲ្យទៅដល់ចិត្តដល់គោលដៅហ្នឹងគឺយើងតែងតែចង់ celebrate នេះធ្វើនោះធ្វើនោះអញ្ចឹងណាអញ្ចឹងអាហ្នឹងវាធ្វើឲ្យចំណុច3ហ្នឹងវាធ្វើឲ្យយើងត្រូវគិតឡើងវិញហ្នឹងហើយរបៀបទី1មិញគេនិយាយថា react the same way to criticism បានន័យថាការឆ្លើយតបទៅនឹងមតិដែលមិនល្អឬមួយក៏បរិវេណដែលមិនល្អឬក៏ឃើញ result ល្អហ្នឹងគឺរបៀបនៃការឆ្លើយតបរបស់យើងហ្នឹងហើយទី2និយាយអំពីការ distraction បានន័យថាការវិវត្តការមានអីមួយដែលយើងឃើញហើយវាជាទម្លាប់អីមិនល្អអញ្ចឹងណាយើងតែងតែធ្វើទម្លាប់នឹងដដែលហើយទី3ហ្នឹងគឺខ្លួនឯងនៅពេលដែលយើងចិត្តដល់គោលដៅជោគជ័យយើងតែងតែចង់ celebrate too early ឬមួយក៏ធ្វើអីមួយដែលមើលទៅគឺវាឲ្យអា process របស់យើងហ្នឹងខូចហ្នឹងហើយអញ្ចឹងនៅពេលដែលយើងយល់ដឹងពីចំណុច3ហ្នឹងណាវាឆ្លើយតបឲ្យយើងវិញគិតហើយវាមានចំណោយយើងចេះ once you see the pattern បើន័យថាយើងឃើញពីអារបៀបនៃការគិតរបស់យើងរបៀបនៃការធ្វើអីរបស់យើងហ្នឹងណាបើយើងប្រៀបធៀបមិញដូចនៅក្នុងសមរភូមិវិញគឺបើថាអូនៅពេលដែលគេចូលមករបៀបនៃការយើងនិយាយវាយគ្នាចុះឧទាហរណ៍ថាយើងជាអ្នកបដាចុះនៅពេលដែលគេវាយដៃស្ដាំមកគឺយើងតែងតែអត់បានយកដៃទៅរងអីចឹងទៅឧទាហរណ៍ចឹងណាហ្នឹងហើយចឹងអាហ្នឹងជា pattern ថាអូអាហ្នឹងយើងអត់បានធ្វើអាហ្នឹងដើម្បីឲ្យកើតហាងហ្នឹងអញ្ចឹងពេលដែលយើងមាន pattern បែរថា to understand the pattern ហ្នឹងគឺវាជួយយើងឲ្យយើង can break through that obstacle បញ្ហាឬក៏ឧបសគ្គហ្នឹងហើយនៅពេលដែលយើង break ថា once you break it you can win ហ្នឹងហើយនៅពេលដែលយើង break នៅអាបញ្ហាហ្នឹងទៅគឺវាជួយយើងឲ្យយើងឈ្នះមកវិញហ្នឹងហើយចាអាហ្នឹងជា article មួយដែលខ្ញុំអានវាខ្លីណាហ្នឹងហើយវាខ្លីប៉ុន្តែពេលដែលយើងអានទៅយើងជួយឲ្យខ្ញុំបានrealize ចំណុចមួយចំនួនហើយវាមានអីថ្មីតែខ្ញុំចង់ចែករំលែកដោយសារខ្ញុំគិតថាវា very useful and ភាគច្រើនមនុស្សយើងមើលម្លងអញ្ចឹងណាអញ្ចឹងខ្ញុំសូមអានម្ដងទៀតឡើងវិញដើម្បីឲ្យអ្នកដែលគាត់ចេះអង់គ្លេសល្អគាត់អាច get a full picture អញ្ចឹងទៅនឹងជាភាសាអង់គ្លេសអញ្ចឹងគេថា you will keep fighting the same battles if you keep making the same mistakes. The key is to study your defeats like a general study lost battles. Maybe you react the same way to criticism, fall for the same distractions, sabotage yourself in predictable ways. Once you see the pattern, you can break it. Once you break it, you can win. អូខេចឹងអាហ្នឹង full message វានៅក្នុងហ្នឹងចឹងអាហ្នឹងបើអ្នកបកការអង់គ្លេសគាត់អាចស្ដាប់ទៅ you can think about it it's very very deep meaning នៅក្នុងហ្នឹងណាអូខេអញ្ចឹងបកមកប្រធានបទយើងវិញតាក់ទងជាមួយនឹងចំណុច5នៅពេលដែលខ្ញុំចាប់ផ្ដើមអាយុ20មករហូតហ្នឹង10ឆ្នាំចុងក្រោយនេះហ្នឹងខ្ញុំបានរៀនអីគេខ្លះហ្នឹងហើយអំពី fitness ចឹងខ្ញុំលើកយកចំណុច15មកនិយាយឯងតែចំណុចហ្នឹងខ្ញុំគិតថាវាជាមាន impact ខ្លាំងមកលើជីវិតរបស់ខ្ញុំនៅក្នុងកីឡាហើយក៏វាបានន័យថាវាមានវាជា small area ខ្លះដែរដែលវាជួយឲ្យជីវិតខ្ញុំប្រសើរឡើងនៅក្នុងហ្នឹងអញ្ចឹងទៅអូខេទី1បានន័យថាការខ្ញុំទៅចាប់ផ្ដើមស្គាល់កីឡាឬក៏លេងកីឡាត្បូងហ្នឹងខ្ញុំ focus បានថាផ្ដោតទៅលើកីឡាម្ដងមួយអញ្ចឹងទៅខ្ញុំចាប់ដើមដំបូងពីក្មេង
នៅខ្មែរយើងណាគេក៏ដឹងដែរថាជំនាន់មុនវាអត់មានអីក្រៅពីបាល់ទាត់ទេសម្រាប់មនុស្សប្រុសៗក្មេងៗប្រុសៗអញ្ចឹងទៅហ្នឹងហើយការលេងបាល់ទាត់ហ្នឹងគឺយើងលេងទូទៅលេងនៅតាមផ្លូវតាមខ្នល់អីការជំនាន់មុនហ្នឹងហើយយើងទៅសាលារៀន high school អីចឹងលេងនៅពេលម៉ោងចេញលេង break អីចឹងណាចឹងហ្នឹងគឺវាជាកីឡាផ្ដួចផ្ដើមទី1របស់ខ្ញុំហ្នឹងហើយបន្តមកទៀតយើងអាចមានខ្ញុំអាចលេងមួយមិត្តភ័ក្តិគ្នាឯងខ្លះៗអញ្ចឹងទៅក្នុងវិទ្យាល័យយើងអាចមានការអវង like អវងលេងមួយគ្នាណាគេអវងបានច្រើនជាងអញ្ចឹង take round 2 3ជុំអីចឹងទៅអញ្ចឹងហ្នឹងក៏មួយផ្នែកទៀតដែរផុតពីហ្នឹងទៅបានខ្ញុំចាប់ផ្ដើមឃើញមានខ្ញុំចូលចិត្តលេង basketball បាល់បោះហ្នឹងហើយបាល់បោះខ្ញុំលេងបានច្រើនឆ្នាំដែរហ្នឹងហើយនៅក្នុងទន្ទឹមគ្នាមួយបាល់បោះហ្នឹងគឺខ្ញុំបានទៅខ្ញុំចាប់ផ្ដើមយល់ពី gym នៅក្នុងហ្នឹងដែរគឺយើង gym ការចំណងហ្នឹងគឺដឹងថាអូខេទៅ gym យើងលើកដុំដៃលើកសាច់ដុំអញ្ចឹងណាហ្នឹងហើយទៅរកម៉ាស៊ីនមកយើងលើកយក bicep យើងលើកយក chest ហ្នឹងហើយ bench press អញ្ចឹងទៅដែរអាចនិយាយបានថាវាជាចលនាដែលសាមញ្ញហើយមនុស្សយើងដឹងទូទៅឬក៏ pull up អីចឹងទៅហ្នឹងហើយបន្ទាប់មកពីហ្នឹងទៀតគឺយើងបានន័យថាឥឡូវខ្ញុំចាប់ដើមលេងមួយវគ្គណាហើយនៅក្នុងហ្នឹងយើងគិតថាអូកីឡាមួយគឺវាមានមួយមុខចឹងទៅព្រោះនៅពេលដែលយើងឃើញក្នុងទូរទស្សន៍អីក៏ចឹងដែរវាមានការប្រកួតអូឡ িম্প ិកឬមួយក៏ការប្រកួតកីឡានៅឆាកជាតិឆាកអន្តរជាតិអីយើងឃើញថាអូអ្នកលេងបាល់បោះគឺគេលេងបាល់បោះអ្នកលេងបាល់ទាត់គេលេងបាល់ទាត់អ្នកលេងបាល់ទះគេលេងបាល់ទះណាអ្នកដែលគេរៀងគេចង់ធ្វើ bodybuilder គេផ្ដោតលើ bodybuilder អញ្ចឹងអានោះជា concept មួយដែលខ្ញុំឃើញហើយខ្ញុំ grow up មក it's like ជា part of me ប៉ុន្តែពេលហ្នឹងឥឡូវខ្ញុំចង់និយាយថាផ្ដោតលើកីឡាម្ដងមួយប៉ុន្តែនៅពេលដែលខ្ញុំ break through មកវគ្គទៀតខ្ញុំចាប់ផ្ដើមស្គាល់ការរត់ហើយខ្ញុំចាប់ផ្ដើមហែលទឹកហើយខ្ញុំចាប់ផ្ដើមលេងកីឡាអីផ្សេងទៀតចឹងទៅវាចូលជាការហាត់ប្រាណលក្ខណៈចម្រុះហ្នឹងហើយព្រោះពេលហ្នឹងខ្ញុំដល់ចំណុចមួយខ្ញុំរៀបថាខ្ញុំអត់កម្រិតខ្លួនឯងទៀតទេថាខ្ញុំត្រូវការលេងកីឡាតែមុខនេះមុខនោះចឹងណាខ្ញុំចាប់ដើមគេមានកីឡាច្រើនណាស់អញ្ចឹងmaybe try out មានអីខ្លះលេងអញ្ចឹងអញ្ចឹងពេលហ្នឹងគឺខ្ញុំលេងច្រើនខ្ញុំលេងតាំងពី bowling ខ្ញុំលេងតាំងពីឲ្យទីជាកីឡាខ្ញុំចាប់អារម្មណ៍លេងហ្នឹងហើយអញ្ចឹងនៅក្នុងហ្នឹងគឺចង់បានន័យថា fitness យើងហ្នឹងហើយទី1វាមិនមែនបានន័យថាចំពោះខ្ញុំអត់ចាប់ទុកកីឡាថាយើងលេងតែមួយមុខល្អតែមួយមុខទេខ្ញុំវិវត្តវាមកច្រើនឆ្នាំក្នុងរយៈពេល10ឆ្នាំខ្ញុំក្រោយនេះគឺវាខ្លាចជា lifestyle របស់ខ្ញុំហ្នឹងហើយគឺភាពរស់នៅរបស់ខ្ញុំគឺខ្ញុំមានកីឡានៅក្នុងហ្នឹងរហូតហ្នឹងហើយគ្រប់សកម្មភាពដែលខ្ញុំទៅហ្នឹងហើយបើថាជាឥឡូវខ្ញុំអាចទៅតាមក្រៅប្រទេសឬក៏ទៅតាមខេត្តតាមអីទៅខ្ញុំតែងតែមានស្បែកជើងរត់របស់ខ្ញុំមកគូអញ្ចឹងទៅឬក៏ខ្ញុំទៅណាខ្ញុំមានអាងហែលទឹកមានអីគឺខ្ញុំហែលទឹកអីចឹងទៅអញ្ចឹងចង់និយាយថានៅក្នុងហ្នឹងគឺសកម្មភាពកីឡាខ្ញុំអត់ចោលហ្នឹងហើយបើសិនជាអូខេយើងចង់ទៅលេងអីផ្សេងគឺយើងលេងបានអញ្ចឹងអារបៀបនៃការ active របស់ខ្ញុំហ្នឹងគឺនៅហ្នឹងចំណុចទី2ហ្នឹងហើយចំណុចទី2ដែលបង្រៀនខ្ញុំដែរហ្នឹងគឺតកតងជាមួយនឹង motivation ហ្នឹងហើយពីក្មេងៗចាប់ផ្ដើមទៅចូលលេងកីឡាស្គាល់កីឡាបងក៏ដោយហ្នឹងហើយគឺខ្ញុំតែងតែមានអារម្មណ៍ថាកីឡាគឺត្រូវការ motivation តើតើខ្ញុំមាន motivation ខ្ពស់បើខ្ញុំទៅធ្វើសកម្មភាពនឹងបានហ្នឹងហើយឧទាហរណ៍ថាការរត់ឬក៏ការចូលប្រកួតរត់ half marathon អីចឹងចោះខ្ញុំឧទាហរណ៍ខ្លីៗព្រោះនៅពេលដែលខ្ញុំចាប់ផ្ដើមរត់ហ្នឹងហើយរត់ដំបូងតើមានអារម្មណ៍ថាអូខេខ្ញុំមានអារម្មណ៍ល្អខ្ញុំទៅមើលវីដេអូ inspiration អីមួយចឹងទៅបានអូខេមានចុះឈ្មោះហើយយើងព្យាយាម train ហើយ train ហ្នឹងក៏ចឹងដែរពេលយើងទៅ show up for training you also ខ្ញុំតែងតែអូខេលើកអារម្មណ៍ខ្លួនឯងធ្វើម៉េចឲ្យខ្លួនឯង motivate និយាយលេងធ្វើនេះធ្វើនោះអីចឹងទៅដើម្បីឲ្យអារម្មណ៍យើងឡើងដើម្បីឲ្យយើងមាន motivation នៅអញ្ចឹងអាហ្នឹងគឺជានៅក្នុងរយៈពេលហ្នឹងគឺជាការបបពិសោធន៍ដែលខ្ញុំដកខាត់មកយូរទៅគឺអា motivation ហ្នឹងវា fade out ហ្នឹងហើយ motivation គឺវាបានជួយយើងឲ្យចាប់ផ្ដើមឯងដល់ពេលយើងចង់ឲ្យ plan របស់យើង consistent ឬមួយក៏ចង់ឲ្យ performance របស់យើងឡើងហ្នឹងគឺវាតាក់ទងជាមួយនឹងរបៀបនៃការយើងទទួលយកគោលដៅហ្នឹងហើយទទួលយកមិនបាយថាខ្ញុំតែងតែclear មួយឲ្យស្រួលនិយាយស្ដាប់យើងតែងតែគិតថាយើងគួរតែរកអ្វីដែលយើង enjoy ដែលយើងចូលចិត្តធ្វើហ្នឹងនៅក្នុងគ្រប់រឿងទាំងអស់ដែលយើងធ្វើឧទាហរណ៍យើងធ្វើការងារផ្ទះចុះហ្នឹងហើយធ្វើរកវិធីសាស្ត្រមិនដែលយើងការងារផ្ទះយើងធ្វើវាផងយើងបាន enjoy វាផង
Nói rồi môi có dương từ thưa ca ấy môi cái đào hạt pra này cái đào từ rốt từ đây nhưng tay cho họ vật thi sai muối là bầy ao dương cho chật ca như nâng đầm bè dương cho chật ca training nâng phù nâng với chia là biếm này ca dương thưa nâng này bởi dương tay này kết thả ồ nếu bảo bị sao nhưng mà dương kết thả to là nhóm miên motivation bởi nhóm thưa là tránh cứ bê nâng mình tha càng nghe nâng ở cả ở training nâng ấy nơi cầm đặt na dương tay ta hồ nâng hỏi à bê dương ta hồ nâng cứ khát bê và khát bê là bê khát bàn thừa vì mong phụ dương đại distract chỉ môi nâng motivation nâng tới dương ở bê ô phải thừa toán ở bàn thừa chắc là biết này cả này nâng cứ bàn này thay dương châu từ thừa vì họ dương hồ và thi xa để ok nâng ca nghe nâng trắng là biết này cả thừa nâng trắng cứ dương châu từ thừa vì sân hỏi bê dương thừa vì nó chăm ta create okay how do I make this enjoyable for me chẳng là về nó cứ process nó là việc này ca thứ nó cứ việc đa từ mục là hột chẳng từ năng này chắc là nó cứ chia là vậy là nhóm hiện sốt mà bán hay việc chui nhóm nước nông này năng chẳng á trời tipi đã tàu mùi motivation năng này dù tới lấy miên này motivation vì ở ai chui dương bán chờ này bán chắc có đau từ bộ cho nên tí bấy nhưng trong vậy đã tàu cho mùi năng sạch đồng vậy sạch đồng ra phù là ở đây phù vì đau máu tay đã hạt prán mình tham mình được phò mỏ về khác mình được xây được phò hai tập này mình ta chúng phù được phò nhâm hiên vậy tham việc phía rồi chờ chiêm phù là hai đem mình được phò dương hạt prán cái dương chọn màn sạch đồng lọ cho tới chẳng nó không giả p đọc trăm năm còi ní nhôm hạt prán nhôm tay để đào khang từ lửa ta ok nhưng try to chase the perfect look á phù ấy dương tay để khơi thang ô nó không social media cái đó nó không nó không Facebook bây giờ chỉ biết sao, rồi mỗi còn ở trong YouTube bây giờ mở là việc này cam riêng hát ấy xem nhớ na, dương tay để khơi tha nè đại kia bởi nó hiện kia lọ hiện kia sạch nè này, chắc dương khơi tha perfect look nó cứ something that you need to have nè này, chắc nước nông nắng giờ phải đáp sáng đến dương tay để chase a perfect look nè, oh how do I look good, how do I have six pack, miền đam trung chest good and then big shoulder ở trong xem như thế, chắc là nắng ấy về tay ta nhôm trong vậy tha vì chưa cùng đặt muối đài nhôm tay để kịch tăng bị đào máu nè này hồi đầu p mà giờ trong hội ní cứ nó p là nhôm hiện sâu chơi vì máu nó cứ ca cùng đặt nó cứ thở ta men ca plapdo ban đây tha ở công cùng hiệp thiệp luôn anh chỉ muốn là tới nè này cứ chia chuyện đợt đó là mình nè này hỏi nhôm tay nè nhôm cái tha dương club lưu trở này don't compare yourself to other đó mà này cùng hiệp thiệp luôn anh chỉ mùi nhầm nè đó tới phụ nè đó tới kia xem kia kia mình cô đại xem này nhầm tới chứ chấm pu nước nông giảไปรับซ้ำtrong khối nó cứ dương tay nhung mình nhung club nơi chuyển đổi mũi nhung chase perfect look nó and then nhung hit về đại nhung đo chuyển đổi mũi này nhung feel like oh I look really good but then là nâng về sustain này bây giờ dương reach that goal lần tới then you feel like oh why am I doing it so you feel like dương cái thay dương thưa nó là bây you want to look the same like ở nơi đại dương ban khơi nhá rồi môi co sầm nhập luôn này để mê thừa dương mì ròm lo rồi co chiều vậy để dương trong mang bập cọt chờ nó đại chia cá pon trở làm môi hơi chia sexter chụp buộc luôn ai này dương kết ọt ba năng là dương compare như tới vì chui dương đo gỗ này mình ta phải đo dương đo gỗ nó cứ like what is next vì năng tới mệt tiệt này chắc đài nó là nhóm trong vậy thà ở chụp buộc nhóm tổ cứ p đo nó cứ dương chập đam realize mà không được tiền trong p nó dương chập đam vô luôn ai mà thay tiền trong tâm tại đấy nhưng mình mà đây tha nhưng mà cũng ao dương hiệp thiệp mũi kê đi có dương thao nè hiện ra năng che môi che pí đó nhưng respect mình tên nè đà việc tha God can keep their body in a really good shape for really long time phụ nhưng đa đo cho nó cứ nhưng it's the same too bây giờ dương đa đo cho nó mua đại hiện dương là the way to maintain a physical look nó is also very difficult năng này chấm pu nè đại hiện ra tiết á cứ thời ca discipline khang mình tên năng này chặt tôn cho mùi năng ca nhảm cứ kê năng mình tha nhóm mà dương thử đơn tha when to say no năng này tha no I cannot eat this because dương đơn tha năng ăn lọ nên dương từ kê hai tên đi kê hai tên đâu you have to say no like dương ăn ăn nhắm bây giờ chọn về vậy chẳng từ mùi cái dương ăn nhắm rồi bỏ đại mình just score chẳng từ năng này cho nắm trăng vậy sủa vô cho nó về đại dương trong
maintain the physical look ហ្នឹងឲ្យល្អសាច់ដុំយើងស្អាតអីហ្នឹងគឺត្រូវការ discipline ខ្លាំងចឹងអាហ្នឹងខ្ញុំ respect មែនតើអ្នកដែរbecause I know it's hard យើងដឹងថាហ្នឹងពិបាកហ្នឹងហើយទៅដល់ចំណុចហ្នឹងហើយ maintain is ពិបាកហើយបើមិនសិនយើងពេលខ្លះទៅដល់ហើយខ្ញុំនិយាយចឹងបើប្រសើរខ្ញុំពេលខ្លះយើង fall back ហ្នឹងហើយយើងទៅ fall back in the old habit បើយើងទៅធ្វើនេះធ្វើនោះចឹងទៅ it's go back to your រាងកាយមួយដែលយើងអត់សុបាយចិត្តនឹងនៅក្នុងហ្នឹងណាហ្នឹងហើយចឹងឥឡូវយើងរកផ្លូវដើរមកវិញហ្នឹងទៅហ្នឹងហើយចឹងខ្ញុំគិតថានៅក្នុងហ្នឹងដូចថាចឹងអ្វីខ្ញុំរៀនមកហ្នឹងគឺតើទៅមួយរាងកាយខ្ញុំអត់ chase perfect look ទេប៉ុន្តែបើមានអ្នក perfect look I respect ពួកគាត់មែនតើហើយអ្វីដែលយើងត្រូវគិតហ្នឹងគឺកុំ compare ខ្លួនឯងទៅអ្នកដទៃពួកខ្ញុំគិតថាអ្នកដែលគេ maintain perfect look បានហ្នឹងគឺដូចគ្នាចឹងគាត់អត់ compare ខ្លួនឯងទៅជាមួយអ្នកណាគឺគាត់ដឹងថា this is who I am this is what I want to look ហ្នឹងហើយចឹងគាត់ញ៉ាំអីគាត់ធ្វើអីមួយគឺគាត់ត្រូវដឹងខ្លួនឯងយល់ពីខ្លួនឯងច្បាស់ដឹងថាយើងត្រូវញ៉ាំប៉ុណ្ណាយើងត្រូវតមប៉ុណ្ណាហ្នឹងហើយយើងត្រូវហាត់ប៉ុណ្ណាចឹងនៅក្នុងនោះ discipline ខ្ពស់ហ្នឹងហើយបើមិនចឹងទេវានឹង fall off មកវិញលឿនចំណុចទី4ហ្នឹងហើយចំណុចទី4គឺតកតងជាមួយនឹង fasting ហ្នឹងហើយចឹងពីរយៈពេល10ឆ្នាំចុងក្រោយនេះខ្ញុំតែងតែunderestimate the power of fasting ហ្នឹងហើយ power of fasting បានន័យថាខ្ញុំតែងតែអត់ឲ្យតម្លៃវាខ្លាំងណាឬមួយក៏មើលរំលងកម្លាំងនៃលទ្ធផលនៃការ fasting ហ្នឹងហើយ fasting មួយរយៈចុងក្រោយប្រហែលឆ្នាំចុងក្រោយនេះខ្ញុំចាប់ផ្ដើមចាប់វាមកជាប់ហ្នឹងហើយចាប់វាមកជាប់ហើយខ្ញុំចាប់ផ្ដើមយល់ដឹងពីវាបានច្រើនហើយវាបដូរទម្លាប់ខ្ញុំហើយ physical ហើយនឹង mentally too feel more active feel more energetic បើថាមានកម្លាំងអញ្ចឹងណាហ្នឹងហើយអញ្ចឹងនៅក្នុងហ្នឹងមុននឹងអាហ្នឹងចាប់ផ្ដើមយើងតែងតែយើងថាអូ it's okay យើងមិនត្រូវ fasting ទេយើងបអត់អាហារហ្នឹងហើយ fasting ហ្នឹងគឺការបអត់អាហារដល់យើងបអត់អាហារទៅយើងនឹងឃ្លានញ៉ាំអត់គ្រប់ទៅបាក់កម្លាំងអញ្ចឹង that's something ដែលយើងគិតហ្នឹងហើយមនុស្សនៅជុំវិញខ្លួនភាគច្រើនគឺយើងគិតចឹងដូចគ្នាព្រោះយើងស្ដាប់ទៅ it makes sense right យើងស្ដាប់ទៅព្រោះកម្លាំងមកពីការញ៉ាំមកយកញ៉ាំមិនមានកម្លាំងទេតែប៉ុន្តែការញ៉ាំបើយើងនិយាយពីទម្លាប់មនុស្សយើងគឺយើងហត់តែញ៉ាំហត់តែច្រើនទម្លាប់ញ៉ាំច្រើនហ្នឹងហត់តែគុណទ្វេដងរហូតយើងនឹងញ៉ាំនេះញ៉ាំនោះញ៉ាំច្រើនមុខញ៉ាំរហូតវាជាទម្លាប់នៃការញ៉ាំដើម្បីឲ្យបំពេញនៅរាងកាយដែលយើងត្រូវការហ្នឹងអញ្ចឹងបើនិយាយពីមនុស្សយើងគឺយើងតែងតែរកផ្លូវកាត់ដែលស្រួលហ្នឹងហើយទេមនុស្សយើងធ្វើអីក៏ដោយចង់ឲ្យស្រួលអញ្ចឹងបានជំនាន់មុនអត់មានទៅណាមកណាយើងដើរបានគេបង្កើតកង់ហ៎មានកង់ជិះអូកង់អត់គ្រប់ទេត្រូវមានម៉ាស៊ីនជិះម៉ូតូអត់គ្រប់ទេត្រូវការជិះឡានលឿនយ៉ាងហ្នឹងជិះឡានអត់ទាន់គ្រាន់ទេត្រូវហោះឆ្លងទ្វីបទៀតត្រូវមានយន្តហោះយើងជិះយន្តហោះទៀតឥឡូវមានយន្តហោះហើយយើងត្រូវចង់ទៅមើលនៅភពផ្សេងទៀតក៏មាន Apollo ហោះទៅភពផ្សេងអញ្ចឹងទៀតអញ្ចឹងខ្ញុំនិយាយថាមនុស្សយើងមិនបានន័យថាវិការវិវត្តហ្នឹងណាគឺយើងរកអីមួយដែលវាជំរុញលបឿនឲ្យលឿនហើយលបឿនឲ្យលឿនហ្នឹងពេលខ្លះបើយើងភ្លេចយល់ពីវាធ្វើឲ្យយើងខ្ជិលហ្នឹងហើយអញ្ចឹងការញ៉ាំហ្នឹងគឺដូចនិយាយចឹងគឺការញ៉ាំមួយផ្នែកហ្នឹងគឺយើងវានឹងបើយើងអត់មើលការញ៉ាំទេការញ៉ាំហ្នឹងវានឹងឡើងរហូតដល់យើងឡើងគីឡូឬមួយក៏ like យើង become obese ដែលអត់ដឹងខ្លួនពេលខ្លះហ្នឹងគឺមកពីការញ៉ាំអូខេខ្ញុំបកមកនិយាយរឿង fasting វិញការបង្អត់អាហារនេះគឺចំពោះខ្ញុំអ្វីដែលខ្ញុំហ៊ានបានមក10ឆ្នាំចុងក្រោយនេះគឺវាជួយរាងកាយខ្ញុំខ្លាំងមែនតើនៅពេលដែល fasting ខ្ញុំហ៊ានទទួលស្គាល់ថាយើង fast ទៅយើង clean ទៅមានអារម្មណ៍ថាយើងអត់មានកម្លាំងមែនប៉ុន្តែវាគឺជាការផ្លាស់ប្ដូរមួយព្រោះរាងកាយយើងនៅក្នុងវិទ្យាសាស្ត្រក៏គេមានការស្រាវជ្រាវមួយចំនួនដែលតាក់ទងជាមួយនឹងការ fasting ហ្នឹងព្រោះនៅពេលដែលយើងមានជំងឺអីមួយឬក៏មានអីមួយដែលអាចថាជាមេរោគកាចអីមួយនៅក្នុងរាងកាយដែលយើងមើលអត់ឃើញនៅក្នុងពោះវៀនក្នុងខ្លួនរបស់យើងអញ្ចឹងណានៅពេលដែលវាមានអាហ្នឹងនឹងធម្មតាអាហ្នឹងវាកើតមកពីការដែលយើងរបៀបនៃការញ៉ាំរបស់យើងញ៉ាំច្រើនណាyou overeat អញ្ចឹងទៅឬមកក៏ញ៉ាំរបស់ដែលមានជាតិស្ករខ្លាំងវាទៅប៉ះពាល់ inflame អ្វីដែលនៅក្នុងខ្លួនរបស់យើងហ្នឹងប្រព័ន្ធរាងកាយរបស់យើងហ្នឹងវាហើមវាអីផ្សេងដែលយើងមើលអត់ដឹងហ្នឹងអញ្ចឹងវាអាចនឹងឈឺរ៉ាំរ៉ៃអញ្ចឹងទៅ fasting វាធ្វើយើង clean នៅពេលដែលយើង clean រាងកាយរបស់យើងតែងតែទៅសូបអីមួយពីណាមកហ្នឹងហើយដើម្បីយកមក
ចិញ្ចឹមរាងកាយយើងឲ្យយើងអាចមានកម្លាំងឬក៏អាចរស់រាននឹងទៅព្រោះរាងកាយមនុស្សយើងឆ្លាតដែរយើង adaptable មកយើងបត់បែនរាងកាយខាងក្នុងវាបត់បែនមិនដើម្បីរកកម្លាំងទាញនេះទាញនោះមិនឲ្យយើងរស់បានហ្នឹងហើយព្រោះមនុស្សយើងមិនបានថាតាក់ទងមួយការញ៉ាំមិនអត់ញ៉ាំគឺវាអត់ដែលមានព័ត៌មានថាមនុស្សណាអត់បានញ៉ាំរហូតដល់ស្លាប់ហ្នឹងហ្នឹងហើយអញ្ចឹងអាការប្រអត់ហ្នឹងគឺរាងកាយយើងវានឹងទៅទាញខ្លាញ់ពីក្នុងផ្នែកណានៃរាងកាយរបស់យើងមកឬមួយក៏វាទៅវាថាស៊ីសាច់ដុំកន្លែងណាអញ្ចឹងទៅដើម្បីឲ្យខ្លួនយើងហ្នឹងបន្តនៃការរស់ដើម្បីចិញ្ចឹមរបស់ដែលចម្បងហ្នឹងហើយចិញ្ចឹមនៃការរស់ហ្នឹងដើម្បីឲ្យយើងរស់បានទៀតហ្នឹងហើយនៅក្នុងហ្នឹងដែរតាក់ទងជាមួយនិយាយមិញតាក់ទងមួយមេរោគអីផ្សេងៗអានេះខ្ញុំអាន article ដែរនឹងតាក់ទងជាមួយនឹងមេរោគអីផ្សេងៗដែលនៅក្នុងខ្លួនយើងដែលនិយាយថាវាធ្វើឲ្យខ្លួនយើងខាងក្នុងហើមដែលមានដុសសាច់ឬក៏ដុសខ្លាញ់កន្លែងណាដែលអត់ល្អអីហ្នឹងក្នុងខ្លួនហ្នឹងគឺវាទៅស៊ីដើម្បីបំបត្តិអាហ្នឹងដែរអញ្ចឹងបែរថាអារបស់ណាដែលអត់ល្អក៏វាទៅទាញរបស់ល្អនឹងចេញពីក្នុងហ្នឹងវាអាចសះនៅក្នុងហ្នឹងដែរអញ្ចឹងរបៀបនៃការ fasting ហ្នឹងវាធ្វើឲ្យhealth សុខភាពនៅក្នុងរាងកាយរបស់យើងនេះល្អជាងមុនហ្នឹងហើយល្អជាងមុនខ្ញុំនិយាយយ៉ាងទៅពេលដែលវាអត់វាទៅកាត់ដុតទាំងខ្លាញ់វាដុតនឹងរបស់ដែលយើងអត់ត្រូវការចាំបាច់ហ្នឹងយកមកហ្នឹងហើយយើងមានអារម្មណ៍ខ្សោយមែនប៉ុន្តែវាទៅស៊ីរបស់ដែលអត់ល្អនោះដូចគ្នាដើម្បីយកមកចិញ្ចឹមរាងកាយរបស់យើងចា៎ខ្ញុំបញ្យល់ពេលខ្ញុំគិតថាវាអាចនិយាយបានថាវា simple to understand អញ្ចឹងណាហ្នឹងហើយនៅក្នុងហ្នឹងចំណុចបន្ថែមទៀតដែរតាក់ទងមួយ fasting ហ្នឹងគឺវាតាក់ទងការប្រអប់អាហាររបៀបនៃការញ៉ាំរបស់យើងហ្នឹងគឺវាទៅស៊ីជម្រៅផ្សារភ្ជាប់គ្នាហ្នឹងជាមួយនឹងរបៀបនៃការយើងហាត់ប្រាណដែរព្រោះហាត់ប្រាណធម្មតាយើងតែតែដឹងហើយ I think ភាគច្រើនដែលយើងធ្លាប់ឮដែរតាក់ទងមួយ20-80 rules បានន័យថានៅក្នុង fitness 20% is from your workout and 80% is from how you eat របៀបនៃការបបអាហារដែលយើងញ៉ាំចូលនៅក្នុងខ្លួនហ្នឹងអញ្ចឹងអាការអត់ញ៉ាំហ្នឹងក៏វាជារបបអាហារដែរហ្នឹងហើយរបបអាហារមិនមែនពេលដែលយើងអត់ញ៉ាំហ្នឹងគឺយើងអត់ញ៉ាំអាហ្នឹងណាគឺបើន័យថាយើងជ្រើសតែអត់ញ៉ាំហ្នឹងគឺចូលទៅក្នុងរបៀប fasting ហ្នឹងគឺរាងកាយយើងក៏វាទៅញ៉ាំរបស់ដែលខ្ញុំបញ្យល់មិញហ្នឹងគឺរបស់ដែលអត់ចាំបាច់ក្នុងខ្លួនណាstorage ដែលយើងរក្សាទុកហ្នឹងហើយអញ្ចឹងនៅក្នុងហ្នឹងគឺវាទៅញ៉ាំនៅក្នុងកាពះរបស់យើងវាធ្វើឲ្យកាពះយើងស្អាតណាកាពះយើងគឺស្អាតជាងមុនបានន័យថាកតិកទីអីនៅជាប់តាមកាពះដែលវាអត់បានរំលាយឬក៏ជាប់អីហ្នឹងគឺវាទៅស៊ីហ្នឹងអស់ដើម្បីយកសារធាតុចិញ្ចឹមគ្រប់ផ្នែកទាំងអស់យកមកចិញ្ចឹមរាងកាយរបស់យើងឲ្យយើងមានកម្លាំងធ្វើនេះធ្វើនោះកុំឲ្យស្លាប់កុំឲ្យស្លាប់អីចឹងណាខ្ញុំចង់និយាយចឹងហ្នឹងហើយតើតើមកហ្នឹងគឺចង់និយាយថាគឺ 80% ហ្នឹងគឺតកតងជាមួយនឹងការញ៉ាំរបស់យើងហ្នឹងហើយការញ៉ាំហ្នឹងបើថា fasting វាមកកម្រិតហើយមកកម្រិតទៀតវាតកតងមួយការញ៉ាំរបស់ដែលល្អតែនៅក្នុងនេះខ្ញុំអត់វែកញែកនោះហ្នឹងច្រើនទេចំណុចទី5ចំណុចចុងក្រោយហ្នឹងហើយចំណុចចុងក្រោយតកតងជាមួយនឹងការគេងហ្នឹងហើយអញ្ចឹងក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះការគេងព្រោះយើងខ្ញុំគិតថាយើងទាំងអស់គ្នាក៏ឆ្លងកាត់បើអ្នកឆ្លងកាត់ហើយខ្ញុំគិតថាអាច relate បានច្រើនបើអ្នកអត់ទាន់ឆ្លងកាត់ទេនៅក្នុងហ្នឹងរងថ្ងៃក៏អាចមើលសង្កេតមើលខ្លួនឯងផ្លាស់ប្ដូរការគេងខ្លួនឯងផ្ទាល់ទៅព្រោះពីក្មេងត្រឡប់ខ្ញុំហ្នឹងគឺយើងមានកម្លាំងមនុស្សក្មេងមនុស្សប្រុសមានកម្លាំងហើយខ្ញុំ active ទៀតអញ្ចឹងការគេងខ្ញុំអត់សូវឲ្យតម្លៃហើយខ្ញុំតែងតែគេងលេតហ្នឹងហើយយប់ឡើងធ្វើនេះធ្វើនោះលេងការនៅដើមlike ដំបូងយើងលេងហ្គេមលេងអីចឹងទៅហ្នឹងហើយការនៅរៀនអីចឹងណាយើងមានការលេងចូលចិត្តលេងហ្គេមដល់យប់ជ្រៅហ្នឹងហើយឬក៏ដើរលេងមួយមិត្តភ័ក្តិទៅញ៉ាំផឹកស៊ីអីចឹងដល់ពេលយប់អីចឹងទៅឬមួយក៏ជួបជុំកម្មវិធីបងប្អូនអីចឹងទៅយើងញ៉ាំដល់likeឆ្លងថ្ងៃក៏មានដែរអញ្ចឹងអាហ្នឹងហើយដែលយើងគិតថាយើងគេងអត់បានគ្រប់គ្រាន់ទេហ្នឹងហើយស្អែកឡើងអូតោះងើបពីព្រឹកទៅធ្វើនេះអូងើបពីព្រឹកទៅធ្វើនោះអញ្ចឹងក្នុងរយៈពេល10ឆ្នាំមុនហ្នឹងគឺសកម្មភាព routine actively ខ្ញុំហ្នឹងគឺធ្វើអញ្ចឹងបានប៉ុន្តែដល់ពេល10ឆ្នាំក្រោយយើងអាចបន្តធ្វើអញ្ចឹងបានទេព្រោះរាងកាយយើងចាប់ផ្ដើមរៀងចាស់ជាងមុនហ្នឹងហើយរៀងចាស់ជាងមុនទៅយើងចាប់ផ្ដើមឲ្យតម្លៃការគេងនឹងខ្ពស់មែនតើហើយបូកទៀតថាឥឡូវយើងដល់វគ្គក្រោយនេះទៀតខ្ញុំមានគ្រួសារខ្ញុំមានកូនទៀតហ្នឹងហើយការគេងហ្នឹងគឺហត់ថាពិបាករកវាមកណាអញ្ចឹងការគេងnowខ្ញុំយល់ដឹងពីវាខ្លាំងមែនតើនៅពេលដែលយើង you have a really good sleep good night sleep បានន័យថាយើងគេងគ្រប់ហើយយើងគេងស្ងប់ deep sleep គឺពេលយើងងើបមកវិញ like រាងកាយរបស់យើងខ្លួនរបស់យើងហ្នឹងគឺ recover បានច្រើនមែនតើ
ហ្នឹងហើយអញ្ចឹងដែរហ្នឹងយើងត្រូវឲ្យខ្ញុំឲ្យតម្លៃហើយខ្ញុំតែងតែព្យាយាមមិនថាព្យាយាមឥឡូវគឺរៀងអូតូដែរព្រោះវាជាទម្លាប់របស់ខ្ញុំគឺខ្ញុំតែងតែគេងលឿនហ្នឹងហើយគេងលឿនជាងមុនច្រើនណាស់ពេលខ្លះអាចម៉ោង9អីឬក៏8កន្លះ9 9កន្លះយ៉ាងយូរ10អីគឺខ្ញុំគេងហើយហ្នឹងហើយជំនាន់មុនអាចដល់11 12ម៉ោង1ម៉ោង2អីក៏មានដែរហ្នឹងហើយយើងគេងអត់លក់ឬមួយក៏នេះនោះអញ្ចឹងណាតែឥឡូវគឺជំរុញខ្លួនឯងយើង distract អីផ្សេងហ្នឹងយើងយកចេញឲ្យអស់ហ្នឹង distraction ណាហើយយើងប្រាប់ខ្លួនឯងឬមួយក៏យើងរកវិធីយើងគេងហ្នឹងហើយឲ្យវាកន្លែងរបស់យើងស្ងាត់ឲ្យល្ងិតចឹងទៅយើងព្យាយាមគេងនៅក្នុងហ្នឹងហើយដល់ពេលយើងគេងល្អហ្នឹងហើយវាជួយ recovery បានច្រើនដែលខ្ញុំបានបញ្ជាក់មុនហ្នឹងចឹងការ recovery ហ្នឹងយើងងើបមកស្អែកយើងមានអារម្មណ៍មានកម្លាំងធ្វើនេះធ្វើនោះបានច្រើនចឹងទៅហ្នឹងហើយយើងចង់ទៅងើបទៅធ្វើអីពីព្រលឹមគឺយើងងើបបានហើយដល់ពេលយើងគេងពីព្រលប់ព្រឹកឡើងក៏យើងភ្ញាក់ពីព្រលឹមដែរអាចម៉ោង5ម៉ោង6អីយើងងើបមកយើងទៅធ្វើនេះធ្វើនោះបានហ្នឹងហើយអញ្ចឹងពេលវេលាយើងហ្នឹងក៏វាបង្រិចនៅក្នុងហ្នឹងអញ្ចឹងដែរហ្នឹងហើយអញ្ចឹងអាហ្នឹងជាចំណុច5ដែលខ្ញុំរៀនសូត្រមកហើយខ្ញុំឲ្យតម្លៃវាខ្លាំងហើយខ្ញុំបានន័យថាខ្ញុំកត់ត្រាវាទុកទៀតតាក់ទងជាមួយហ្នឹងហើយវាជា advice មួយដែរដែលបើសិនជាខ្ញុំជួបមនុស្សនៅជុំវិញខ្លួនខ្ញុំឬមួយក៏ខ្ញុំជួបអ្នកដែលគេអត់តន់ឆ្លងកាត់ក្មេងៗអញ្ចឹងទៅតាក់ទងជាមួយនឹង fitness ហ្នឹងហើយ advice ខ្ញុំឲ្យចំណុច5ហ្នឹងដែលយើងព្យាយាមយកទៅកែពីក្មេងទៅឲ្យហើយពេលដែលយើងមានទម្លាប់ល្អហ្នឹងទៅគឺយើងចូលទៅក្នុងវ័យបន្តទៀតគឺវាជួយយើងខ្លាំងមែនតើហ្នឹងហើយឲ្យយើងជីវិតយើងមានsustainable ឲ្យយើងមាននិរន្តរភាពបើថាយើងរស់នៅដោយមានកម្លាំងរស់នៅដោយមានដោយស្វាហាប់ដែលអាចធ្វើអីបានច្រើននៅក្នុងចំពោះខ្លួនឯងផងចំពោះសង្គមចំពោះមនុស្សនៅជុំវិញខ្លួនឯងផងហ្នឹងហើយចុងក្រោយមួយទៀតតាក់ទងជាមួយខ្ញុំមាន bonus tip មួយចង់ចែករំលែកដែរគឺនិយាយតាក់ទងជាមួយនឹងការហាត់ប្រាណហ្នឹងហើយនេះនិយាយពីការហាត់ប្រាណហ្មងតាក់ទងមួយបដោតនៃការហាត់ប្រាណដែលខ្ញុំរៀនសូត្រពីដើមមកគឺខ្ញុំជាមនុស្សដែលខ្ញុំចង់ដឹងពីរបៀបនៃការធ្វើ how to do something នៅពេលដែលខ្ញុំធ្វើអីមួយខ្ញុំតែងតែ look into that like how to do this how to do that properly ឲ្យត្រូវអញ្ចឹងពេលដែលខ្ញុំចាប់ផ្ដើមហាត់ប្រាណដំបូងខ្ញុំចាប់ផ្ដើមស្គាល់ពីរបៀបcross training ក៏ដោយ functional training hybrid training ឬក៏ខ្ញុំទៅប្រកួត running អីផ្សេងៗខ្ញុំតែងតែយកពេលទៅសិក្សាច្រើនជាជាងអនុវត្តហ្នឹងហើយអញ្ចឹងអាហ្នឹងរបៀបនៅក្នុងអាយុ20ការអាយុ20របស់ខ្ញុំគឺខ្ញុំពេលខ្លះខ្ញុំអត់សូវបានធ្វើទេដោយសារខ្ញុំចំណាយពេលរៀនវាទៅអានទៅមើលទៅយល់ដឹងពីវាដើម្បីរបៀបនៃការធ្វើមិនអញ្ចឹង sometimes អាចនិយាយបានថាខ្ញុំអត់ទៅ active ទេ I'm more like a thinker and then trying to understand how things operate ហ្នឹងហើយអញ្ចឹងតើតើមួយអាហ្នឹងដែរគឺវាជួយខ្ញុំចេះមួយ form ហ្នឹងហើយវាមានចរិតល្អដូចគ្នាអញ្ចឹង form នៃការហាត់អីមួយអញ្ចឹងខ្ញុំចាប់ផ្ដើមកីឡាខ្ញុំចាប់ផ្ដើមយឺតមែនតើខ្ញុំចាប់ផ្ដើមយល់ដឹងពីកីឡាអីមួយគឺខ្ញុំ slowly even swimming ការហែលទឹកក៏ខ្ញុំទៅរៀនមើលថាអូខេ how to do the stroke ចេះមួយចេះពីរដើម្បីឲ្យ movement មិនដើម្បីឲ្យល្អ and then មកខ្ញុំទៅសារអនុវត្តវាធ្វើប៉ុន្តែនៅតែមើលរៀនធ្វើរៀនទៅមកអញ្ចឹងហ្នឹងហើយគឺបើន័យថាយើងអត់ចេះតែធ្វើអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំតោះតែធ្វើត្រូវខ្ញុំចង់បានន័យថាតោះតែអាហ្នឹងត្រូវបើខ្ញុំមាន confidence ក្នុងការធ្វើហើយហ្នឹងវាជួយខ្ញុំចេះមួយដែលវាជួយខ្ញុំថានៅពេលដែលខ្ញុំចេះដឹង form ហ្នឹងច្បាស់លាស់ទៅវាជួយឲ្យរាងកាយរបស់ខ្ញុំមកមុនមែនតើហ្នឹងហើយខ្ញុំមិនដែលមាន injury អី serious ឬមួយក៏ទៅលេងអីមួយកីឡាមួយដែលធ្វើឲ្យខ្ញុំមានឧបទ្ទហេតុទៅលើខ្លួនឯងអញនិយាយបានថានៅក្នុងហ្នឹងខ្ញុំអត់សូវ take risk also ហ្នឹងហើយឬមួយក៏ខ្ញុំ very careful of what I'm doing also ហ្នឹងហើយអញ្ចឹងបានន័យថានៅក្នុងហ្នឹងគឺនេះខ្ញុំចង់ចែករំលែកដោយសារខ្ញុំចង់ឲ្យទាំងអស់គ្នាផ្ដោតទៅលើ form ដែរនៅពេលដែលយើងធ្វើអីមួយ form ដែលយើងធ្វើដឹង you have to be a bit like at least 50 ទៅ 60% ច្បាស់ថា you know what you're doing with your physical រាងកាយរបស់យើងហ្នឹងហើយបើដឹងទេ ask for help do some research make sure ដែលថាយើងមានចំណេះដឹងមកកម្រិតទៀតនៅក្នុងមុនដែលយើងព្យាយាមទៅធ្វើកីឡាហ្នឹងអញ្ចឹងណាហ្នឹងហើយនិយាយទៅមួយកីឡាព្រោះអីកីឡាពេលខ្លះវាច្រើនមុខការរត់អីក៏ដោយពេលដែលយើងចេះតែទៅធ្វើហ្នឹងហើយពេលខ្លះយើងអត់បានដឹងយល់ដឹងពីវាច្បាស់ហើយវាមានការធ្វើត្រឹមត្រូវវាបង្កើតជាទម្លាប់មួយដែលទម្លាប់ហ្នឹងវាអាចធ្វើឲ្យយើង face ជាមួយនឹង long term issue ឬក៏ long term injury អញ្ចឹងទៅបានន័យថានៅក្នុងហ្នឹងគឺនៅពេលដែលរាងកាយរបស់យើងអាចបត់បែនបានល្អយើងព្យាយាមរកវិធីសាស្ត្រដើម្បីពង្រឹងឬក៏បន្ថែមនៅរបៀបនៃការបត់បែនរាងកាយរបស់យើងហ្នឹងហើយពេលដែលយើងបត់បែនបានច្រើនហ្នឹងហើយដែលយើងអាច move ធ្វើចលនាបានច្រើនហ្នឹងគឺ
ពេលហ្នឹងរាងកាយយើងគឺ healthy មែនតើហ្នឹងឧទាហរណ៍យើងសម័យមើលដូចកូនក្មេងតូចមួយអញ្ចឹងយើងចង់ឲ្យគាត់រាងកាយរបស់គាត់គេមើលទៅឃើញទន់ណាស់ត្រូវហ្នឹងហើយបើន័យថាបើយើងឃើញក្មេងចង់អង្គុយលោតតោងអីគឺគាត់ធ្វើបានទាំងអស់ហ្នឹងហើយយើងឃើញគាត់បត់បែនខ្លួនគាត់ទន់មែនតើអាការបត់បែនទន់ហ្នឹងគឺយើងគិតមើលទៅគឺវាជាការរាងកាយរបស់យើងហ្នឹងគឺមាន flexibility mobility នៅក្នុងហ្នឹងហើយដែលយើងធ្វើឲ្យយើងបត់បែនបានប៉ុន្តែមនុស្សយើងពេលធំទៅយើងអាចបានទៅធ្វើសកម្មភាពបត់បែនហ្នឹងទៅរាងកាយស្លាកដៃស្លាកជើងយើងវារឹងហ្នឹងហើយយើងធំទៅមានសាច់ដុំផ្នែកនេះផ្នែកនោះក្រូសាច់ដុំមកហ្នឹងហើយសាច់ដុំយើងលូតលាស់ហ្នឹងទៅវាធ្វើឲ្យតឹងអញ្ចឹងយើងអាចបានទៅផ្ដោតខ្លាំងលើ mobility ហ្នឹងគឺវាធ្វើឲ្យរាងកាយរបស់យើងហ្នឹងអត់ healthy បើន័យថាយើងចង់ធ្វើអីគឺពិបាកតទៅត្រូវការសាច់ដុំទៅហុញនេះទៅលើកនោះហ្នឹងហើយទេអញ្ចឹងនៅក្នុងហ្នឹងខ្ញុំឃើញចាស់ស្ដាយហើយក្នុងរយៈពេល10ឆ្នាំក្រោយនេះគឺខ្ញុំដឹងហ្មងថាខ្ញុំព្យាយាមជំរុញខ្លួនឯងធ្វើ form អីមួយឲ្យវាល្អពេលដែល form ល្អគឺរាងកាយរបស់ខ្ញុំបាន improve mobility និងការបត់បែនការឲ្យយើងធ្វើចលនា move បានហ្នឹងហើយដល់ពេលហ្នឹងទៅគឺខ្ញុំមានកម្លាំងហ្នឹងហើយមិនយើងអត់ត្រូវការសាច់ដុំធំមកធ្វើអាហ្នឹងទេសាច់ដុំរបស់យើងគឺអវយវៈរបស់យើងគឺគ្រប់គ្រាន់ហើយចុះអាហ្នឹងខ្ញុំចង់ឲ្យជា bonus tip មួយតាក់ទងជាមួយនឹងតាក់ទងមួយ form ដែលយើងធ្វើអីមួយព្យាយាមធ្វើវាឲ្យល្អយល់ដឹងពី form អីផ្សេងដូចការរត់ក៏ដោយហ្នឹងហើយពេលយើងដឹងពី form ហ្នឹងត្រូវបោះជើងមិនហ្នឹងហើយពេលទម្លាក់ជើងមកត្រូវទម្លាក់មិនដើម្បីឲ្យវាត្រូវដល់ពេលអញ្ចឹងទៅវាជួយ avoid injury long term បានច្រើនណាស់ព្រោះនៅពេលដែលយើងឈឺអ្វីដែលយើងហាត់ទាំងប្រមាណដើម្បីឲ្យយើងព្យាយាមចង់ធ្វើទាំងប្រមាណទីមួយធ្លាក់ motivation ពេលយើងឈឺយើងអត់ចង់ធ្វើវា motivation ធ្លាក់មកពេលធ្លាក់ motivation យើងអត់បានទៅធ្វើពេលអត់បានទៅធ្វើនឹងហើយគឺម្ដងទៀតវាបង្កើតជាទម្លាប់វាគូសខ្សែបន្តមួយទៀតណាបង្កើតទម្លាប់ថ្មីមួយទៀតដែលយើងខ្លាចវាហ្នឹងហើយខ្លាចថាអូខេខ្ញុំអត់ចង់ទៅរត់ទៀតទេរត់ហ្នឹងទៅរត់ម្ដងហើយឈឺជង្គង់អូខេឬក៏ខ្ញុំអត់ចង់ទៅកន្លែងហាត់ប្រាណទេលើកខ្ញុំទៅហាត់ប្រាណកន្លែងហ្នឹងឬមួយក៏ប្រភេទហាត់ហ្នឹងទៅខ្ញុំហាត់បែបហ្នឹងទៅគឺខ្ញុំឈឺស្មាឬមួយក៏ខ្ញុំឈឺនេះឈឺនោះចឹងទៅយើងវាបង្កើតជា traumatized situation ឲ្យយើងខ្លាចអាហ្នឹងហើយអញ្ចឹងមុននឹងយើងទៅបើសិនជាយើងខ្ញុំថាយ៉ាងសម័យឥឡូវវាទូលំទូលាយតាក់ទងជាមួយនឹងព័ត៌មានហ្នឹងនៅក្នុងតាមអ៊ីនធឺណិតយើង search មើលថាហ្នឹងអីគេហ្នឹងហើយបើយើងទៅអត់ដឹងទេយើងអាចទៅធ្វើបានមិនមែនថាមកឲ្យទៅធ្វើណាយើងទៅធ្វើទៅប៉ុន្តែពេលទៅធ្វើយើងព្យាយាមធ្វើមួយផ្ដោតទៅលើ form មួយយើងក៏មើលហើយគឺគេទៅបានយើងទៅតាមគេអញ្ចឹងណាហ្នឹងហើយយើងធ្វើមួយគិតថាអូតើរាងកាយខ្ញុំធ្វើបានអត់តើឥឡូវធ្វើត្រូវអត់បើអត់ត្រូវទេយើង search មើលឬមួយក៏យើងរៀនមើលខ្លួនឯងហ្នឹងហើយរៀនមើលខ្លួនឯងរៀនសួរគេឃើញគេធ្វើល្អយើងទៅរៀនតែនិយាយឲ្យសួរមួយគេអញ្ចឹងទៅដើម្បីឲ្យយើងចេះមកធម្មតាអ្នកដែលសួរអ្នកដែលគេចេះដូចខ្ញុំអញ្ចឹងបើឲ្យមានអ្នកសួរមាន10សឹងតែឲ្យ10 11ផងហ្នឹងហើយបើចេះប៉ុណ្ណាយើងចេះប្រាប់ព្រោះយើងដឹងថានៅពេលដែលយើងចាប់អ្នកនៅក្នុងកីឡាខ្ញុំដឹងអ្នកនៅក្នុងកីឡាដែលសិនជាមានបទពិសោធន៍ហើយគឺអត់ខ្លាចនឹងចែកទេព្រោះយើងដឹងថាពេលដែលអត់ចេះអត់ដឹងថាធ្វើមិនហ្នឹងគឺពិបាកប៉ុណ្ណាហ្នឹងហើយអញ្ចឹងនៅក្នុងវិស័យកីឡាមួយនៅខ្មែរយើងឥឡូវយើងឃើញចាប់ផ្ដើមមានទីផ្សារល្អមែនតើហ្នឹងហើយយើងចាប់ផ្ដើមមានអ្នកដែលគេចេញមកហើយគេនិយាយដឹងពីកីឡាបានច្រើនហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូថ្ងៃហ្នឹងខ្ញុំមានប៉ុណ្ណឹងហើយយើងបានជួបគ្នាអាទិត្យមុនហើយអញ្ចឹងអាទិត្យនេះយើងជួបគ្នាទៀតហើយអាទិត្យក្រោយខ្ញុំមាន topic ផ្សេងសម្រាប់ cover ផ្សេងទៀតហ្នឹងហើយអញ្ចឹងអរគុណដែលបានមើលវីដេអូខ្ញុំថ្ងៃនេះហើយបើសិនជាចាប់អារម្មណ៍យើងអាចជួបគ្នាបន្តទៀតអញ្ចឹងណាហ្នឹងហើយបានចូលចិត្តវីដេអូអាចជួយ like បានដូចខ្ញុំធ្លាប់បាននិយាយអញ្ចឹង and then ទឹកក្រោយយើងជួបគ្នាទៀតអូខេអរគុណច្រើន see you have a good day